ស្ដីពុកម៉ែបងប្អូននេះគឺជាចំការចន្ទទីដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN នេះគឺជាចំការទី2នៅក្នុងតំបន់95តកតងជាមួយនឹងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN គឺពិតជាមានការល្បីតគ្នាអ្នកនៅតំបន់ហ្នឹងគឺគាត់ប្រើតាមគ្នាច្រើនមែនទែននៅក្នុងឆ្នាំ2025នេះឥឡូវហ្នឹងទើបតែថ្ងៃទី15ខែ1ឆ្នាំ2025ទេនេះគឺជាចំការទី2នៅជាប់ចំការអំបញ្ញមិញដែលខ្ញុំបានថតបងប្អូនអាចសង្កេតមើលគឺវាទុំក្រហមពេញដើមតែម្ដងបងប្អូនអាចសង្កេតមើលតាក់ទងជាមួយនឹងក្តឹបគឺវាចេញមកឆ្លោះល្អចេញមកជាលក្ខណៈចង្កោមតាមកលុកកលៀតមេឃគឺវាចេញមកបានល្អមែនទែនបងប្អូនដោយសារវីដេអូខ្ញុំបាទធ្វើការ zoom នេះបងប្អូនដោយសារនេះបងប្អូនមើលពីចម្ងាយទៅគឺឃើញផ្លែក្រហមច្រាលពេញដើមតែម្ដងជាមួយខ្ញុំ zoom មើលមេឃមើលចង្កោមចន្ទទីក្នុងមួយចង្កោមនេះគឺវាបានច្រើនមែនទែនតាក់ទងជាមួយនឹងទិន្នផលនេះខ្ញុំធ្វើការថតប្លង់ផ្សេងទៀតដើមដែលនៅឆ្ងាយបងប្អូនមើលខ្ញុំធ្វើការ zoom ភាសាតាក់ទងជាមួយនឹងការដើរទៅគៀកយើងថតនៅចុងមេឃវាអត់ដល់អញ្ចឹងដើម្បីបានវីដេអូឲ្យបងប្អូនមើលតោះតែយើងធ្វើការ zoom ពីចម្ងាយបានយើងអាចចាប់នៅមេឃចន្ទទីដែលវាផ្លែខ្ពស់បានបងប្អូនសង្កេតមើលដោយសារវីដេអូយើង zoom វាអាចញាក់ញ័រតិចតួចប៉ុន្តែសង្ឃឹមថាបងប្អូនអាចតាមដានយល់តាក់ទងជាមួយនឹងប្រសិទ្ធភាពគុណភាពរបស់ថ្នាំរបស់ក្រុមហ៊ុន VKSN បងប្អូនមើលចង្កោមគឺវាចេញមកក្របអីឆ្លោះល្អហើយមានសភាពថ្លានេះបងប្អូនមើលនេះទុំផ្លែទុំអីហ្នឹងគឺវាចេញមកហូរហើយនេះបងប្អូនតាក់ទងជាមួយនឹងគុណភាពក្របអីហ្នឹងគឺវាឆ្លោះល្អបងប្អូនហើយនៅដើមផ្សេងនៅមេឃផ្សេងនៅដើមដែលយើងបានថតនេះបងប្អូនអាចសង្កេតមើលវាចេញមកជុំវិញដើមតែម្ដងនេះបងប្អូនតាក់ទងជាមួយនឹងការថតវីដេអូដូចបញ្ជាក់ប្រាប់បងប្អូនបើថាយើងថតពីចម្ងាយគឺយើងមើលក្របចន្ទទីអត់ឃើញទេបើសិនជាយើងឈរនៅជ្រុងណាមួយហើយយើងធ្វើការ zoom ដើម្បីចាប់នេះបងប្អូនឧទាហរណ៍ដូចដើមនេះអីខ្ញុំបាទធ្វើការ zoom ទៅវាឃើញស្អាតជាងយើងថតដើរទៅគៀកផងនោះនៅដើមផ្សេងទៀតខ្ញុំធ្វើការ zoom ភាសាទូរស័ព្ទរបស់យើងវា zoom បានឆ្ងាយអញ្ចឹងអាចឲ្យបងប្អូនងាយស្រួលតាមដានទស្សនាជាមួយនឹងការថតគឺវាចេញលក្ខណៈចង្កោមបែបនេះបងប្អូនបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយរបៀបប្រើប្រាស់បងប្អូនអាចសួរនៅក្នុងpage ផ្ទាល់របស់ក្រុមការងារតែម្ដងឬក៏ comment នៅខាងក្រោមវីដេអូដើម្បីសាកសួរព័ត៌មានអំពីការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN តាក់ទងជាមួយរដូវកាលនេះដែរចំការចន្ទទីដែលប្រមូលផលមុនគេតាន់រដូវកាលគឺមានចំនួនតិចតួចទេប៉ុន្តែជាក់ស្ដែងក៏មានចការចន្ទទីរបស់ក្រុមការងារសូមទោសបងប្អូនចំការចន្ទទីរបស់អតិថិជនដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN គាត់បានប្រមូលផលតាន់រដូវកាលតាន់តម្លៃថ្លៃដែរបងប្អូនសម្រាប់អតិថិជនដែលធ្វើចន្ទទីច្រើនឆ្នាំហើយអត់ដែលបានទទួលផលល្អអត់ដែលបានចំណេញពីដំណាំចន្ទទីបងប្អូនអាចសាកល្បងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN បានអញ្ចឹងវីដេអូខ្ញុំថតរយៈពេល3នាទីហើយម្យ៉ាងទៀតមកនេះវាក្តៅខ្លាំងអញ្ចឹងតាក់ទងជាមួយនឹងការថតគឺយើងពិបាកដើរថតបន្តិចដោយសារអីវាក្តៅអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណ